តើយើងគួរធ្វើបែបណាដើម្បីដឹងថាយើងមានជំងឺទឹកនោមផ្អែមឬក៏អត់ចា៎ជម្រាបសួរបងប្អូនទាំងគ្នាខ្ញុំឆេងហួរថ្ងៃនេះគឺនាងខ្ញុំមកចែករំលែកតកតងទៅនឹងជាតិស្ករនៅក្នុងឈាមចា៎ដែលយើងដឹងថាយើងមានជំងឺទឹកនោមផ្អែមឬក៏យើងមានសុខភាពល្អធម្មតាអញ្ចឹងដើម្បីឲ្យយើងដឹងមានវិធីពីរទី1គឺតេស្តទៅលើឈាមចា៎ទី2គឺពិនិត្យមើលទៅលើ A1C ចា៎ដើម្បីយើងដឹងថាយើងមានជំងឺទឹកនោមផ្អែមឬក៏យើងមានសុខភាពល្អធម្មតាចា៎អញ្ចឹងមុនពេលដែលបងប្អូនទៅពិនិត្យមើលឈាមនេះសូមបងប្អូនកុំតន់ញ៉ាំអីចា៎បើន័យថាបងប្អូនញ៉ាំអីពេលល្ងាចធម្មតាទៅក៏ប៉ុន្តែភ្ញាក់ពីគេងព្រលឹមឡើងបើយើងត្រូវតែទៅពិនិត្យមើលឈាមសូមកុំទាន់ញ៉ាំអីចា៎ដើម្បីឲ្យយើងទទួលបានលទ្ធផលមួយច្បាស់ជាងបើសិនជាបងប្អូនពិនិត្យមើលឈាមជាតិស្ករនៅក្នុងឈាមរបស់យើងចា៎ដែលអាចមានចន្លោះ80ទៅ115ចា៎មីលីក្រាមចា៎បើន័យថាបងប្អូនអត់មានបញ្ហាអីទេបងប្អូនមានសុខភាពល្អធម្មតាចា៎ប៉ុន្តែបើសិនជាបងប្អូនតេស្តមើលទៅចា៎ជាតិស្ករបងប្អូនស្រាប់តែចាឡើងចារហូតពី100ទៅដល់120ជាងចា៎125គឺត្រៀមហើយចា៎បើន័យថាបងប្អូនត្រៀមលក្ខណៈក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ហើយចា៎ប្រសិនជាយើងត្រៀមក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2យើងត្រូវតែហាត់ប្រាណធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ហើយកាត់បន្ថយទៅលើរបបចំណីអាហារមួយចំនួនជាតិស្ករយើងអាចនឹងចុះមកធម្មតាវិញក៏ប៉ុន្តែបើសិនជាបងប្អូនដឹងអញ្ចឹងហើយថាយើងត្រៀមក្នុងការកើតមានជំងឺទឹកនោមផ្អែមហើយយើងអត់ធ្វើលំហាត់ប្រាណយើងអត់ថែទាំសុខភាពយើងអត់កាត់បន្ថយទៅលើចំណីអាហារមួយចំនួនដែលវាមានជាតិស្ករខ្ពស់នោះជាតិស្ករនឹងកាន់តែឡើងកាលណាដែលជាតិស្ករឡើងរហូតទៅដល់126 140ឡើងទៅបើន័យថាបងប្អូនកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ហើយចាហ្នឹងគឺជាចំណុចមួយដែលយើងដឹងថាយើងលើសជាតិស្ករហើយយើងមានជំងឺទឹកនោមផ្អែមទី2គឺយើងត្រូវតេស្តទៅលើ A1C ទៀតដើម្បីឲ្យយើងដឹងថាយើងពិតជាមានជំងឺនឹងមែនចាហើយការតេស្តទៅលើចាជាតិស្ករនិង A1C នេះយើងមិនមែនធ្វើម្ដងនឹងចប់ហើយយើងសន្មត់ថាអូយើងមានជំងឺទឹកនោមផ្អែមទេការច្បាស់គឺយើងត្រូវតែពិនិត្យ2ដងបន្ថែមទៀតចាបើន័យថាបងប្អូនតេស្តម្ដងហ្នឹងហើយទទួលបានលទ្ធផលហើយស្អែកបងប្អូនត្រូវតែតេស្តមើលម្ដងទៀតបើសិនជាលទ្ធផលចេញមកដូចគ្នានោះគឺបងប្អូនមានជំងឺទឹកនោមផ្អែម 100% ចាអញ្ចឹងយើងតេស្តទៅលើ A1C ហ្នឹងតើវាមានប្រមាណដែលយើងដឹងថាអូយើងមានជំងឺទឹកនោមផ្អែមហើយអញ្ចឹងក្នុងករណីដែលបងប្អូនតេស្តទៅលើ A1C ចាបើសិនជាបងប្អូនតេស្តទៅវាតូចជាង5.7បើន័យថាត្រឹម 5.7 ហ្នឹងវាចុះមកក្រោមអាច5.4 5.3 5.5អីអាហ្នឹងគឺអត់អីទេបើន័យថាយើងធម្មតាប៉ុន្តែបើសិនជាបងប្អូនតេស្តមើលទៅឃើញ 5.7 ឬក៏រហូតដល់ 6.4 បើន័យថាបងប្អូនត្រៀមលក្ខណៈក្នុងការកើតមានជំងឺទឹកនោមផ្អែមដូចគ្នាតែបើសិនជាបងប្អូនតេស្តមើលទៅឃើញថាចា A1C របស់យើងហ្នឹងគឺមាន 6.5 ចាឡើងទៅហើយហ្នឹងគឺយើងមានជំងឺទឹកនោមផ្អែមហើយចាហើយដើម្បីឲ្យយើងច្បាស់យើងតេស្តលើកទី1ចាក្នុងថ្ងៃហ្នឹងស្អែកឡើងយើងទៅតេស្តមើលម្ដងទៀតប្រសិនជាយើងឃើញថាលទ្ធផលអត់មានចុះទេគឺដូចគ្នាចាយើងមានជំងឺទឹកនោមផ្អែមហើយនេះគឺបងប្អូនត្រូវដឹងហើយត្រូវថែទាំសុខភាពខ្លួនឯងបន្ថែមទៀតចាដូច្នេះបងប្អូនគួរតែឧស្សាហ៍ទៅឆែកមើលសុខភាពដើម្បីដឹងថាតើយើងមានបញ្ហាសុខភាពដែរអត់ឬក៏សុខភាពយើងល្អធម្មតាបើសិនជាយើងឃើញថាយើងប្រឈមក្នុងការកើតមានយើងនឹងថែទាំសុខភាពកុំឲ្យវិវត្តទៅជាមានជំងឺទឹកនោមផ្អែមប្រភេទទី2ចាអញ្ចឹងបើសិនជាបងប្អូនមានសំណួរមានចង់ណាមួយទៅតងទៅនឹងបញ្ហាសុខភាពគឺបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូនឹងបានហើយបងប្អូនកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានការចែករំលែកថ្មីៗពីខាងនាងខ្ញុំចាអរគុណច្រើនជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ